ជំរាបសួរខ្ញុំបាទឈ្មោះនុនសុផលមកពីទីក្រុងភ្នំពេញជាសិក្ខាកាមនៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការរៀបចំផ្នត់គំនិតឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍ខ្ញុំបាទបានចូលរួមសិក្ខាសាលារយៈពេល2ថ្ងៃខ្ញុំបាទមានចំណាប់អារម្មណ៍ចំពោះមេរៀនមូលហេតុដែលបណ្ដាលឲ្យជីវិតយើងជាប់គាំងនិងផ្នត់គំនិតល្អៗជាច្រើនទៀតរកអ្វីមកប្រៀបផ្ទឹមឬពិពណ៌នាពុំបានឡើយខ្ញុំបាទសូមធ្វើការប្រកាសបដិញ្ញាចិត្តថាក្រោយពីបញ្ចប់វគ្គសិក្សាខ្ញុំបាទនឹងយកចំណេះដឹងនិងជំនាញវិជ្ជាជីវៈទាំងនេះទៅផ្សព្វផ្សាយអប់រំបន្តដល់គ្រួសារសមាជិកក្នុងសហគមន៍និងក្រុមការងារព្រមទាំងយុវជនដែលមិនមានឱកាសមកទទួលការបណ្ដុះបណ្ដាលដោយផ្ទាល់នៅទីនេះដើម្បីឲ្យពួកគាត់ទទួលបាននូវចំណេះដឹងដូចរូបខ្ញុំបាទយ៉ាងពិតប្រាកដជាចុងក្រោយសូមថ្លែងអំណរគុណអង្គការសាស្ត្រាចារ្យបណ្ឌិតសាងអៀបសូមថ្លែងអំណរគុណគណៈចាត់តាំងកម្មវិធីសូមថ្លែងអំណរគុណសិក្ខាកាមដែលបានចូលរួមទាំងអស់គ្នាជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យបណ្ឌិតចន្ទនីដែលបានបណ្ដុះបណ្ដាលខ្ញុំបាទនិងសិក្ខាកាមទាំងអស់ដោយលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងបញ្ញាព្រមទាំងពេលវេលាដ៏មានតម្លៃសូមជូនពរសាស្ត្រាចារ្យបណ្ឌិតចន្ទនីមានសុខភាពល្អបរិបូរណ៍មានកម្លាំងមាំមួនមានជនអាយុយឺនយូរមានប្រាជ្ញាវាងវៃមានទ្រព្យសម្បត្តិស្រុកស្រំមានសុភមង្គលនិងកិត្តិយសឧត្តមឧត្តមព្រមទាំងសម្រេចជោគជ័យគ្រប់ភារកិច្ចសូមអរគុណពីច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់